រឿងគម្រោងសរសើរចិត្តភរិយាសុកជាបុរសម្នាក់ដែលតែងតែខ្លាចប្រពន្ធឈ្មោះស្រីមុំខ្លាំងណាស់ថ្ងៃមួយរៀនចេះតិចនិកពីមិត្តភក្តិថាបើចង់ឲ្យប្រពន្ធសប្បាយចិត្តត្រូវចេះសរសើរនាងពីសមត្ថភាពចម្អិនអាហារទោះបីជាវាពិបាកញ៉ាំយ៉ាងណាក៏ដោយល្ងាចនោះស្រីមុំបានចម្អិនម្ហូបសម្លំជូរគ្រឿងដាក់ត្រីឆ្អើរតែនាងច្រឡំដាក់ស្ករច្រើនជ្រុលធ្វើឲ្យសម្លនោះមានរសជាតិផ្អែមដូចបង្អែមស្រីមុំសម្លឹងមុខប្តីបងម្ហូបថ្ងៃនេះមិនដែររសជាតិថ្មីប្លែកខ្លាំងណាស់ណាសុកញើសជោគខ្នងព្យាយាមលេបទាំងលំបាកអូឆ្ងាញ់ខ្លាំងណាស់អូនបងមិនដែលបានញ៉ាំម្ហូបណាដែលមានរសជាតិរ៉ូមែនទិកបែបនេះពីមុនមកទេស្រីមុំញឹមបិទមាត់មិនចិត្តពិតមែនឬបងអូនចង់សាកល្ពងធ្វើអ្វីដែលប្លែកចុះបងគិតថាវាប្លែកត្រង់ណាដែរសុកគឺវាមានរសជាតិដូចជាម្ជូរផងផ្អែមផងដូចជីវិតស្នេហាយើងអញ្ចឹងមានទាំងជូរចត់ខ្លះផ្អែមល្ហែមខ្លះស្រីមុំកាន់តែរំភើបក៏ដួសបន្ថែមឲ្យប្តីពេញចានទៀតស្រីមុំបើបងចូលចិត្តអូនសប្បាយចិត្តណាស់អញ្ចឹងបងញ៉ាំឲ្យអស់ណាអូនទៅលាងចានសិនពេលស្រីមុំដើរចេញទៅសុកក៏ប្រញាប់យកសម្លនោះទៅចាក់ចោលក្នុងធុងសម្រាមខាងក្រោយផ្ទះតែជាអកុសលគាត់ក៏អើជើងដួលកុផាំងគូចំធុងសម្រាមនោះតែម្ដងស្រីមុំរត់មកមើលបងកើតអីហ្នឹងសុកក្រោកឈរទាំងញឹមខ្វាក់ខ្វៃអូបងសប្បាយចិត្តខ្លាំងពេករហូតដល់ចង់រាំលេងបន្តិចបន្តួចនឹងណាអូនស្រីមុំសើចក្អាកក្អាយបងនេះចម្លែកមែនតែសំលឹងបើបងចូលចិត្តស្អែកអូនធ្វើជូនទៀតណាសុកស្ទើរតែដាច់ខ្យល់ស្លាប់ចាស់ស្អូនតែបងគិតថាថ្ងៃស្អែកយើងទៅញ៉ាំអីនៅក្រៅវិញល្អទេដើម្បីអបអរសាទរថ្ងៃដែលអូនធ្វើម្ហូបរ៉ូមែនទិកនេះមេរៀនអប់រំ 1. កុំពូកែចេះតែសរសើរផ្កាប់មុខបើមិនឆ្ងាញ់ត្រូវតែប្រាប់ថាឲ្យកែតម្រូវបើមិនអញ្ចឹងទេអ្នកនឹងត្រូវញ៉ាំម្ហូបរ៉ូមែនទិកនោះរហូតដល់អស់មួយជីវិត 2. ការទំនាក់ទំនងនៅក្នុងជីវិតគូការនិយាយគ្នាត្រង់ដោយភាពច្នៃប្រឌិតនិងការគោរពគ្នាគឺល្អជាងការលាក់លៀម